ចំនួន 1000 គ្រួសារកំពុងស្នាក់នៅជំរំបាត់ថ្កៅឃុំចុងកាលស្រុកចុងកាលខេត្តឧត្តរមានជ័យទទួលបានតង់សម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគសរុបទាំងថវិកាចំនួន$10,000ពីក្រុមហ៊ុន E-Gate កាលពីថ្ងៃទី12ខែធ្នូឆ្នាំ2025ក្រោមការសម្របសម្រួលរបស់លោកពុយគាប្រធានក្លឹបអ្នកកាសែតកម្ពុជាក្រោមការសម្របសម្រួលរបស់លោកពុយគាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថាថ្ងៃនេះក្លឹបអ្នកកាសែតកម្ពុជាបានដឹកនាំអ្នកសារព័ត៌មានជាង30រូបស្មើនឹង20ស្ថាប័នក្នុងគោលបំណងដើម្បីធ្វើបទចការនិងធ្វើអត្ថបទនានាស្ដីពីទុក្ខលំបាករបស់ជនស៊ីវិលកម្ពុជាដែលរងគ្រោះដោយសារតែការវាយប្រហាររបស់ទាហានថៃមកកាន់តំបន់ព្រំដែននិងលំនៅឋានរបស់ពួកគាត់តំណាងក្រុមហ៊ុន E-Gate បានលើកឡើងថាពួកក្នុងតែជាវិទ្យាបានធ្វើបានទៅយើងតែលទ្ធភាពទៅពួកបងប្អូនហើយក៏មានជាអីសំណុំថាយើងបានយកគឺឧបភោគមានមីមានអីទៅបានតែយកទៅបងប្អូនហើយសម្រាប់ថវិកា$10,000គឺយើងបានយកបែងចែកទៅជាអង្គ10តោមានមីមានបៃតងមាននំមានគួយមានទេមានពូកាត់មានណាំស្រូវហើយនឹងប្រាក់ឧបករណ៍រៀនធ្វើតាមបងប្អូនហើយមានតង់ដែរជាមួយគ្នានេះលោកមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថ្លែងអំណរគុណក្រុមការងារក្លឹបអ្នកកាសែតកម្ពុជានិងសប្បុរសធម៌របស់ក្រុមហ៊ុន E-Gate នៅក្លឹបអ្នកកាសែតកម្ពុជាដោយលោកពុយគាមានប្រសាសន៍បាញ់មិញអញ្ចឹងម៉ោងនេះតួនាទីរបស់អ្នកកាសែតទាំងអ្នកកាសែតជាតិនិងកាសែតអន្តរជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអំណាចទី4ខ្ញុំធានាពីព្រោះទឹកចិត្តរបស់សប្បុរសជនទឹកចិត្តរបស់គេហៅក្រុមហ៊ុនដែលចូលរួមចំណាយខ្ញុំនឹងគោរពនៅស្មារតីទឹកចិត្តនេះនឹងប្រើប្រាស់ជំនួយឲ្យសមស្របឲ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនជនភៀសសិទ្ធលោកមានច័ន្ទយ៉ាដាបានបន្តបន្ថែមថាក្នុងនាមអាជ្ញាធរលោកត្រូវធានាសម្រាប់ពលរដ្ឋភៀសសិទ្ធទាំងអស់ដែលគាត់បានផុតពីកន្លែងដែលប្រឈមហានិភ័យនៃគ្រោះថ្នាក់នៃជីវិតមករស់នៅទីនេះពួកយើងខ្ញុំក្នុងនាមអាជ្ញាធរខ្ញុំត្រូវធានា4ចំពោះគាត់ទី1គាត់ត្រូវមានជំរកស្នាក់នៅតាមរយៈការផ្ដល់នៅតង់ផ្ដល់នៅឈើដើម្បីគាត់ធ្វើកន្លែងស្នាក់នៅសមរម្យទី2គាត់ត្រូវមានស្បៀងអាហារហើយអំណោយថ្ងៃនេះជាធុងទឹកជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមានអាវមានមុងមានភួយមានកន្ទេលមានធុងទឹកមានអំណោយជាចាំបាច់ល្អណាស់ដែលវាជាតម្រូវការចាំបាច់សម្រាប់បងប្អូនយើងខ្ញុំទី2ពួកខ្ញុំត្រូវធានាស្បៀងទី3ត្រូវធានាអំពីសុខភាពនិងសុវត្ថិភាពរបស់គាត់ដោយបងប្អូននៅទីនេះក្រុមគ្រូពេទ្យខ្ញុំនៅទីនេះមន្ទីរសុខាភិបាលខ្ញុំជាង30នាក់និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោធីតាក៏មកជួយនៅទីនេះដែរពីព្រោះខែនេះខែត្រជាក់ខែល្ងាហើយបងប្អូនរស់នៅក្នុងតាំងជំរកបណ្ដោះអាសន្នប្រឈមខ្ពស់ណាស់ទៅនឹងបញ្ហាសុខភាពអរគុណដល់អាដាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានផ្ដល់ Mobile Clinic ចល័តពីខេត្តកំពង់ចាមមកជួយពួកខ្ញុំនៅក្នុងថ្ងៃនេះអញ្ចឹងពួកយើងបង្ហាញអំពីស្មារតីខ្មែររួបរวมគ្នាខ្មែរត្រូវតែគេហៅសាមគ្គីគ្នាមិនថាវិស័យឯកជនមិនថាវិស័យសារព័ត៌មានគឺយើងត្រូវរួមគ្នាដើម្បីជួយដល់បងប្អូនជាជនភៀសសិទ្ធជួយទៅដល់វរៈកងទ័ពរបស់យើងបងប្អូនជនភៀសសិទ្ធនេះភាគច្រើនគឺជាសាច់ញាតិជាក្រុមគ្រួសាររបស់កងទ័ពដែលកំពុងតែឈរជើងសូមបញ្ជាក់ថាការវាយប្រហារដ៏ឃោរឃៅរបស់ទាហានថៃបានធ្វើឲ្យពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃបានធ្វើឲ្យមានជនភៀសសិទ្ធកើនដល់ទៅ112,648គ្រួសារស្មើនឹងមនុស្ស379,047នាក់បានក្លាយជាជនភៀសសិទ្ធ
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្ដីពីផលប៉ះពាល់លើប្រជាពលរដ្ឋនិងតំបន់ស៊ីវិលកម្ពុជាដោយអំពើឈ្លានពានរបស់ថៃចាប់ពីម៉ោង 1 រសៀលរហូតដល់ម៉ោង 6 ល្ងាចថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025